សួស្តីអ្នកគ្នាជួបគ្នាមួយខ្ញុំបាទ Anime King AI យើងខានជួបគ្នាយូរហើយខ្ញុំខានធ្វើវីដេអូ2សប្តាហ៍ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការប្រាប់អ្នកគ្នាពីរបៀប Enchant Spear ម្ដងចឹងដើម្បីអាច Enchant Spear បានអ្នកគ្នាត្រូវនេះចឹងមានជាមួយសភៅឡាញ់ហើយនឹងនេះជាមួយនឹង Spear របស់យើងនឹងឯងទៅគឺថា Spear ស្រួលក្រាស់ទេហើយមួយទៀតបើអ្នកនេះចង់ធ្វើវីដេអូឲ្យដូច idol អ្នកទាំងអស់គ្នាដូចជា Metania ឬក៏ណាគេក៏ដោយគឺវាយបែបនេះចឹងគេថាថ្ងៃនេះខ្ញុំនឹងប្រាប់ពីសភៅដែលយើងអាច enchant បានចឹងគេថានេះគឺជា hub របស់ខ្ញុំហើយខ្ញុំបានដាក់ជាមួយនឹងសភៅនៅក្នុងហ្នឹងអញ្ចឹងទៅឥឡូវយើងទៅមើលទាំងអស់គ្នាថានៅក្នុងសភៅហ្នឹងគឺវាឈ្មោះអីហើយមានស្អីខ្លះចឹងខ្ញុំ recommend ឲ្យអ្នកគ្នាអាចធ្វើការ enchant spear ជាមួយនឹង spear ឈើល្អជាងដោយសារតែវា cooldown វាគឺខ្លីជាង spear ថ្មីអញ្ចឹងអ្នកគ្នាហើយណាមួយគឺយើងអាចធ្វើការយកជាមួយនឹងឡាញ់នេះមកអ្នកគ្នាជាមួយនឹងឡាញ់ level 3មកបើអ្នកគ្នាចង់បានមាន level 3អ្នកគ្នាយក level 3មកវាមានចាប់ពី level 1ទៅដល់ level 2អញ្ចឹងណាហើយនឹង level 3ឥឡូវយើងធ្វើការ enchant ឲ្យអ្នកទាំងអស់គ្នាមើលជាមួយនឹង level 1ហើយ level 3ទាំងអស់គ្នាអញ្ចឹងយើងធ្វើការដាក់ spear ចូលមុនមកបន្តមកយើងធ្វើការដាក់ជាមួយនឹងសភៅចូលមួយទៀតមកឥឡូវយើងបាន spear យើងលើដកចេញមកអញ្ចឹងនេះគឺជា spear ឡាញ់របស់យើងអូខេអ្នកនរគ្នាឥឡូវយើងធ្វើការចាប់ផ្ដើមជាមួយនឹងការសាកល្បងអញ្ចឹងជាហ៊ានដំបូងដែលខ្ញុំត្រូវធ្វើគឺខ្ញុំត្រូវយកផ្លែប៉ោមunicorn 64និយាយទៅអ្នកគ្នាយករបស់ញ៉ាំណាហើយបន្ទាប់មកអ្នកគ្នាមានជាមួយរបស់ញ៉ាំហើយគឺមិនបាច់ភ័យរឿងប្រើប្រាស់ spear ទេអញ្ចឹងអ្នកគ្នាឃើញអត់គឺពេលអ្នកគ្នាប្រើប្រាស់ spear ទៅគឺថាកន្លែងនេះហ្នឹងអាមហូបចំណីឲ្យយើងហ្នឹងគឺថាវាស្រកពោះតែម្ដងនិយាយទៅគឺវាហៅយកតែម្ដងជាអ្នកគ្នាគ្រាន់តែធ្វើការញ៉ាំជាមួយនឹងផ្លែប៉ោមឬក៏អ្វីក៏ដោយដែលយើងអាចញ៉ាំកើតទៅគឺវានឹងឡើងពេញវិញអ្នកគ្នាអាចធ្វើការបន្តប្រើប្រាស់ spear បានហើយករណីមួយអ្នកគ្នាឃើញគេ PVP អត់អស់អាហ្នឹងដោយសារតែវាជា server PVP ចឹងទៅគឺថាគេបិទចំណុចកន្លែងហ្នឹងចោលអ្នកគ្នាចឹងទៅធ្វើឲ្យអ្នកគ្នាវាយ spear 100ដងទេគាត់ស្រកកន្លែងហ្នឹងដែរចឹងគេថាចំណុចចុងក្រោយនោះគឺអ្នកគ្នាគ្រាន់តែរៀនប្រើប្រាស់វាទៅដល់អ្នកគ្នាគ្រាន់តែคลิกជាមួយនឹងការវាយអ្នកគ្នាមកអ្នកគ្នាចេះវាយប្រើប្រាស់ដាវគឺអ្នកគ្នាក៏คลิกអាហ្នឹងដែរមកគឺអ្នកគ្នាអាចធ្វើការជួយចលនាហោះទៅវិញទៅមកបើអ្នកគ្នាអត់ enchant ទេគឺវាអាចហោះចេញចូលឆ្ងាយបានចឹងទេហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរអ្នកទាំងអស់គ្នាហើយខ្លីមែនតើវីដេអូយើងថ្ងៃហ្នឹងចឹងកុំភ្លេចចុច subscribe និងចុច like ឲ្យខ្ញុំផងហើយឥឡូវខ្ញុំធ្វើការចប់វីដេអូត្រឹមហ្នឹងហើយចឹងយើងចាំវីដេអូក្រោយទៀតខ្ញុំនឹងធ្វើវីដេអូផ្សេងទៀតជូនអ្នកទាំងអស់គ្នាហើយអ្នកគ្នាចង់នៅសភៅភាសាទៀតអ្នកគ្នាអាចប្រាប់ខ្ញុំបានហើយខ្ញុំអាចនឹងធ្វើវីដេអូតាក់ទងចំណេះដឹងនៅក្នុង Minecraft ផងដែរហើយមានតែប៉ុណ្្នឹងទេបាយ